ก็มีนประสงค์ได้มีนปฏิเจริญทลายจังว่าทำไมนึงมีนตามตีกันไล่เซมนึงพระครูเจ้าติกาบานดะเปียสนาสมครูปีขยมประกาศนะธรรมาเอาเตอร์ปังเรียนประโทไอจังตามตีกันไล่เซมนึกดอลจำนวนนั้นสบายชัดนะเนี่ยโยมสบายชัดตรองทาการสามัคคีគ្នានឹងវាកើតឡើងហើយលោកសំដែងអំពីបតិជ្រះថ្លាជាមួយធัวព្រោះជាធម្មតាយើងមិនសូវមានបែបហ្នឹងទេនៅក្នុងសង្គមយើងតាំងពីដើមមកបាទហើយដល់តែយើងសំដែងទឹកចិត្តទលាយដល់គ្នានឹងគ្នាអញ្ចឹងទៅស្អីក៏ទលាយទាំងអស់ផ្លូវដើរសម្រាប់យើងទាំងអស់គ្នាទលាយណាបើនិយាយពីហុងស៊ុយចិនវិញគេថាមនុស្សណាថ្ងាស់ទលាយវាមានហុងស៊ុយនេះញោមណាការបើកចិត្តទលាយគឺជាការបើកផ្លូវទលាយសម្រាប់យើងរស់សម្រាប់ដើរការដែលមានចិត្តចង្អៀតមិនខុសពីការលោតឆាត់ពីលើយន្តហោះមកភ្លេចចុចកលឹះទេណាភ្លេចចុចកលឹះមិនទៅញាតិញោមណាហ្នឹងហើយណាហើយដល់ទៅចុចឆាត់ឲ្យវាបើកទៅឆាត់នឹងឯងដែលវាយឹតយោងមនុស្សនឹងឯងមិនឲ្យធ្លាក់ស្លាប់ណានឹងចឹងហើយឲ្យតែចិត្តទលាយស្អីក៏ទលាយដែរសម្រាប់ជីវិតហ្នឹងគឺថាมันមានសេចក្តីចង្អៀតចង្អល់ណាហើយនៅក្នុងកម្មវិធីថ្ងៃហ្នឹងជួបញាតិញោមហ្នឹងមិនដឹងថាត្រូវទេសអីទេណាអាចថាញាតិញោមលើកជាបញ្ហាសាកសួរអីខ្លះមកក៏បានប៉ុន្តែជាបឋមនឹងខ្ញុំប្រកាសណាអាត្មានឹងមានធម្មកថាខ្លះជាទុកជាទីរលឹកនៅក្នុងសង្គមនៃពុទ្ធបរិស័ទយើងសពថ្ងៃការជួបជុំគ្នាទីវត្តអារាមគឺជាកន្លែងជួបជុំគ្នាដ៏ល្អណាពីព្រោះផ្ទះយើងនៅឆ្ងាយពីគ្នាភាគច្រើនប៉ុន្តែឮថានៅឡងប៊ីចនេះនៅចិត្តគ្នាដែរអញ្ចឹងនៅចិត្តដែរហ្នឹងហើយប៉ុន្តែនៅខាងម៉ូឌីស្តូនៅខាងសកមិនតូអីទៅវត្តជិះឡាន2ម៉ោងមកសួរថាផ្ទះនៅចិត្តវត្តឯចិត្តដែរហើយសួរជិះឡានប៉ុន្មានម៉ោង2ម៉ោងណា3ម៉ោងប៉ុន្តែចិត្តក៏ដោយឆ្ងាយក៏ដោយប្រសិនបើមិនមានធัวត្រូវគ្នាទេប្រកាសជាដូចជានៅទីឆ្ងាយអញ្ចឹងមែនទេណាព្រះសម្មាសម្ពុទ្ធព្រះអង្គសម្ដែងប្រារព្ធនាងដែលជាកូនស្រីរបស់លោកអនាថបណ្ឌិកសេដ្ឋីថាបុគ្គលជាសប្បុរសបើទោះជានៅក្នុងទីឆ្ងាយដូចជាភ្នំហេមពៀនណាភ្នំហេមពៀនឆ្ងាយអាត្មាធ្លាប់ទៅដល់ណាភ្នំហេមពៀនហ្នឹងសិតតកកណាឆ្ងាយជិះឡានតាំងពីឡើងពីព្រឹកទៅរហូតល្ងាចយប់ម៉ោង11បានឡើងទៅដល់ពាក់កណ្ដាលភ្នំបងណាហើយព្រះអង្គព្រាបប្រាប់មនុស្សនៅទីនោះឯងថាបុគ្គលជាសប្បុរសទោះបីជានៅក្នុងទីឆ្ងាយដូចជាភ្នំហេមពៀនក៏ដោយក៏រមែងប្រកាសដូចជានៅក្នុងទីចិត្តក៏ប៉ុន្តែចំពោះអសប្បុរសទោះបីជានៅក្នុងទីចិត្តក៏រមែងមិនប្រកាសដូចជាព្រួញដែលគេបាញ់នៅក្នុងពេលរាត្រីណាតែធាតុមិនត្រូវគ្នាអធ្យាស្រ័យមិនត្រូវគ្នានៅចិត្តគ្នានឹងក៏អត់ដឹងសុខទុក្ខគ្នាដែរនៅឆ្ងាយដូចនៅចិត្តហើយអ្នកនៅចិត្តដូចនៅឆ្ងាយបាទធัวអាអញ្ចឹងដូចចន្តសូការិកៈអីហ្នឹងមាននៅឆ្ងាយពីវត្តឯណាញាតិញោមនៅក្បែរផ្លូវដែលព្រះភិក្ខុសង្ឃលោកនិមន្តទៅបិណ្ឌបាត
ប៉ុន្តែមួយជីវិតគាត់នឹងអត់ដែលបានឮដំណឹងព្រះធម៌អត់ដែលបានដាក់បាតអីទេនៅចិត្តវត្តតើពេលលោកទៅបិណ្ឌបាតហ្នឹងឮសម្រែកជ្រូកដែលគាត់សម្លាប់រាល់តែថ្ងៃហ្នឹងប៉ុន្តែគាត់សម្លាប់ជ្រូកអស់55ឆ្នាំអាណិតតដែលដាក់ថ្លើមឯមួយដុំឬក៏ពុះវៀនជ្រូកអីមួយដុំអត់ឬក៏ចេះសំពះប្រសង់អីអត់ថាមកពីអីមកពីវាអត់មានធាតុនឹងត្រូវគឺសទ្ធានឹងអត់មានបាទហើយបុគ្គលដែលនៅក្នុងទីឆ្ងាយយ៉ាងណាក៏ដោយចុះឲ្យតែមានសទ្ធាចេះតែដឹងគ្នាបាទដឹងគ្នាដឹងសុខទុក្ខគ្នានឹងចឹងហើយដូចជាទីវត្តអារាមនឹងអាត្មាគិតថាជាកន្លែងដែលជួបជុំគ្នាដោយធម្មីកថាអាចប្រព្រឹត្តទៅបានគ្មានកន្លែងណាល្អជាងនៅក្នុងទីវត្តអារាមនឹងទេដែលអាចញ៉ាំងនៅកថាជាទីរលឹកជាធัวអាដូចជាសីលកថានិយាយអំពីសិលទានកថានិយាយអំពីទានមានសមាធិកថានិយាយអំពីសមាធិបញ្ញាកថានិយាយអំពីបញ្ញាសង្សកកថានិយាយអំពីកថាបរពឋានសួគ៌អីជាដើមហ្នឹងអសមលបណៈកថាកថាដែលនិយាយប្រព្រឹត្តទៅដើម្បីមិនច្របូកច្របល់ណាអសង្សកកថាកថានិយាយអំពីការមិនជាប់ជំពាក់ណានិយាយពីវិមុតតិនិយាយពីវិមុតតិញ្ញាណទស្សនៈកថាដែលធ្វើឲ្យឥន្ទ្រីដែលមិនតន់ចាស់ខ្លាឲ្យកាន់តែចាស់ខ្លាហ្នឹងគឺមិនមានទីកន្លែងណាសមគួរជាងទីវត្តអារាមទេឲ្យតែយើងចេះរៀបចំចេះរៀបចំទៅហើយកថាទាំងអស់ហ្នឹងនិយាយពីទានពីសិលនិយាយអំពីសង្វេគកថាហ្នឹងយើងទៅស្ដាប់តាមរាំងកសាលទៅស្ដាប់តាមទីប្រជុំជនទៅស្ដាប់តាមហាងកាហ្វេអត់ឮទេណាអញ្ចឹងមែនទេញាតិញោមធ្លាប់ទៅទេធ្លាប់ទៅហាងកាទៀវទេណាហើយដែលគេនិយាយថាថ្ងៃនេះដូចជាព្រឹកឡើងមកដល់ហាងកាទៀវឬអនិច្ចាវតសង្ខារអីចឹងមានទេហ្នឹងហើយអត់មានទេប៉ុន្តែមកដល់វត្តគឺថាឃើញគ្រាន់តែឃើញមកសិតតែជាអារម្មណ៍នាំឲ្យកើតសេចក្តីជ្រះថ្លាមានពុទ្ធរូបមានប្រសង់មានអីចឹងហើយឃើញញាតិញោមពុទ្ធបរិស័ទជាអ្នកត្រួតត្រងសិលបាទហ្នឹងបុណ្យតាមពិតនៅក្នុងចិត្តក៏ប៉ុន្តែវាត្រូវការអារម្មណ៍ជាបច្ច័យបាទអារម្មណ៍ហ្នឹងក៏មានអំណាចដោយអារម្មណបច្ច័យនាំឲ្យចេតនាកុសលហ្នឹងកើតឡើងណាដូចជាអារាមជាទីសប្បាយឬក៏អាវាសជាទីសប្បាយនឹងក៏ជាផ្នែកមួយជាផ្នែកមួយនាំឲ្យចិត្តនឹងនឹកទៅដល់បុណ្យកុសលឬក៏ជាផ្នែកមួយនាំឲ្យមហាកុសលនឹងកើតឡើងណាឲ្យតែយើងធ្លាប់សន្សំចេតនាជ្រះថ្លាចិត្តជ្រះថ្លាកំពុងតែខឹងក្រោតកំពុងតែមានចិត្តប្រមាទហ្នឹងក៏លេចឃើញពុទ្ធរូបក៏លេចឃើញទីកន្លែងដែលយើងធ្វើសក្ការៈជាព្រះបរមពោធិព្រឹក្សឬក៏ជាឧទេសកចេតិយនឹងធ្វើឲ្យចិត្តនឹងកាត់បន្ថយចំពោះអកុសលចិត្តផ្សេងនឹងឯងបងណាហើយបរិស័ទជាទីសប្បាយញាតិញោមអញ្ជើញមកនេះពិនិត្យមើលនៅពេលដែលយើងមិនតាន់មកដល់វត្តឬក៏នៅពេលដែលយើងនៅទីផ្ទះឬក៏នៅកន្លែងធ្វើការយើងមានឱកាសតិចណាស់ដែលញ៉ាំងមហាកុសលឲ្យកើតឡើងប៉ុន្តែដល់តែយើងមកឃើញនេះប្រសង់ឬក៏ញាតិមិត្តធម៌ដែលជាអ្នកចេះដឹងធម៌អាចឹងទៅចិត្តនឹងបង្អោនទៅរកបុណ្យកុសលនឹងដែរនឹងហៅថាបរិស័ទជាទីសប្បាយណាហើយបើមានធម្មកថាទៅទៀតនិយាយគ្នាពីធម៌អាដែលយើងបានរៀនមិនយល់សាកសួរគ្នាអីចឹងទៅអានឹងហៅថាកថាជាទីសប្បាយជាកថាឲ្យវារលឹកណាមិនមែនត្រឹមតែឲ្យកើតបុណ្យកុសលប៉ុណ្ណោះទេកថាទាំងអស់ហ្នឹងនាំឲ្យយើងមានសាមគ្គីធម៌ទៀតផងឲ្យតែនិយាយកថាជាធម៌មិនមែនជជែកធម៌ទេមិនមែនឆ្លោះធម៌ទេគឺសន្ទនាធម៌អាត្មាធ្លាប់ឃើញចាស់គាត់និយាយធម៌ដែរប៉ុន្តែបំផុតតោងអាដេញប៉ាន់តែរបបក្បាលគ្នាបាទ
ឃើញផ្ទាល់នឹងភ្នែកតែហ្មងធัวគាត់ធัวអត់កាពីធัวតាមតាតាមយាយធัวតាមគាត់ចេះមកធัวតាមទម្លាប់មកអញ្ចឹងតានោះក៏ធ្លាប់ចេះក៏ធ្លាប់ចុះស្រាប់តែទាញប៉ាន់តែរបោះក្បាលគ្នានេះមិនមែនជារឿងសន្តានានាំឲ្យកើតមង្គលទេសន្តានាធម្មសាកច្ឆានាំឲ្យកើតមង្គលហ្នឹងគឺប្រព្រឹត្តទៅដើម្បីការជាក់ច្បាស់ណាជាក់ច្បាស់នៅក្នុងកិច្ចប្រតិបត្តិឲ្យមានទីអាងត្រឹមត្រូវហើយតែមិនមានពីទីអាងត្រឹមត្រូវកម្ពីដីកាអីត្រឹមត្រូវហេតុផលត្រឹមត្រូវប្រកែកយកទៅឈ្នះអានឹងមិនមែននាំឲ្យកើតនៅសេចក្តីសុខផ្លូវចិត្តទេគឺនាំមកតែវិវាទការតោះតែងខ្វែងគំនិតគ្នាណាពីព្រោះវាមានមេនះនោះផងឧទាហរណ៍ថាអញធ្លាប់តែចេះជាងគេនិយាយទៅប្រអន់ជាងគេមិនព្រមទេអីអញ្ចឹងអានឹងខុសទិសដៅណាត្រូវចាញ់កិលេសរបស់ខ្លួនឯងសូម្បីតែកំពុងតែនិយាយធัวនឹងតែម្ដងក្រៅពីនឹងទៀតមានកថាផ្សេងទៀតដែលប្រព្រឹត្តទៅដើម្បីឲ្យកើតជាមហាកុសលមានអាហារជាទីសប្បាយសំបីអាហារហ្នឹងក៏ជាផ្នែកមួយនាំឲ្យចិត្តនឹងស្រស់បោះដូចជាបរោះម្នាក់គាត់ស្រេកឃ្លានអាហារទៅអត់ឡៃទៅដេញគោហើយថ្ងៃហ្នឹងក៏វាជ្រេទៅមកដល់ហេវហត់ព្រះអង្គអត់សម្ដែងធัวទេតលតែទុកឲ្យគាត់ពិសាឲ្យហើយអានឹងបានព្រះអង្គសម្ដែងហ្នឹងក៏ជាផ្នែកមួយហើយញាតិញោមអញ្ជើញមកហ្នឹងសិតតែបានហើយពីថ្ងៃត្រង់មិញហ្នឹងមានបានស្រូបហើយអស់ហើយណាមានអត់បាយទេមកហ្នឹងអត់បាយមកទេហ្នឹងគឺថាត្រូវតែមានណាមានអាហារជាទីសប្បាយនឹងអញ្ចឹងបងសេនាសនៈជាទីសប្បាយមានសាលាហើយបើក្តៅមានដង្ហាលមានអីហ្នឹងក៏ជាផ្នែកមួយធ្វើឲ្យចិត្តយើងហ្នឹងតាំងនៅក្នុងឯកកតាចិត្តអង្គុយស្ដាប់ធម៌ដោយជ្រះថ្លាបាទនឹងវាមានបច្ច័យច្រើនរឿងអញ្ចឹងហើយបច្ច័យដែលនាំឲ្យកើតបុណ្យហ្នឹងមនុស្សយើងហ្នឹងគឺល្មមគ្រប់គ្រាន់ឲ្យបុណ្យកើតអត់អាចទៅរកកន្លែងណាឲ្យវាប្រសើរជាងមនុស្សនឹងទៀតទេក្នុងការបំពេញបុណ្យកុសលនោះណាទៅរកនៅក្នុងដេរិឆានទៅរកនៅក្នុងប្រែតនរកហ្នឹងគឺថាខ្វះលក្ខណៈគ្រប់គ្រាន់និយាយពីសម័យនៃមហាកុសល8ហ្នឹងគឺទៅរកក្នុងនរកអត់មានឱកាសឲ្យមហាកុសលនឹងកើតដូចសម្បូរដូចនៅក្នុងមនុស្សយើងនឹងទេណារហូតដល់យើងហៅថាឋានមនុស្សហ្នឹងគឺជាឋានកណ្ដាលណាកណ្ដាលហ្នឹងកណ្ដាលឋានផងហើយកណ្ដាលនៃកុសលាកុសលកម្មផងនឹងចឹងហើយគ្មានអីដែលរស់នៅជាមួយគ្នាបានសុខជាងការស្រស់ស្រួលគ្នាក្នុងនាមជាពុទ្ធបរិស័ទហើយការរស់នៅស្រស់ស្រួលគ្នានឹងវាជាការនាំមកនៅសេចក្តីសុខសម្រាប់យើងអ្នករស់នៅនឹងផងហើយជាគំរូទៅដល់កុលបុត្រចំនួនក្រោយទៀតណាអញ្ចឹងបានថាការកសាងវត្តអារាមនឹងល្អប្រពៃប៉ុន្តែមួយយ៉ាងដែលល្អណាស់នោះគឺការថែរក្សាដោយជោគជ័យថែរក្សាដោយសន្តិភាពថែរក្សាដោយភាពសាមគ្គីណានឹងទៅជាភាពជោគជ័យមែនទែនណានៅអាមេរិកនេះមិនដឹងជាយ៉ាងម៉េចទេប៉ុន្តែនៅស្រុកខ្មែរតាមដែលអាត្មាធ្លាប់ជួបប្រទេសហ្នឹងភាគច្រើនមានវត្តថ្មីវត្តចាស់កើតឡើងមិនសូវដោយសទ្ធាទេគឺច្រើនតែខឹងមួយទៅបង្កើតមួយទៀតនឹងឯងដូច្នេះយើងឃើញថាការកើតហ្នឹងជួនកាលមិនមែនកើតដោយសទ្ធាទេសំទោសណាបើប៉ះនៅនេះអីអាត្មាមិនដឹងព្រោះអាត្មាមិនតាន់ដែរសួរប្រវត្តិប៉ុន្តែកើតដោយស្អីក៏ដោយចុះឲ្យតែកើតហើយត្រូវតែរក្សាឲ្យបានល្អទោះបីជាវាកើតដោយខឹងគ្នាក៏ដោយស្អីក៏ដោយប៉ុន្តែគ្រាន់ថាបើសិនបើយើងនាំគ្នាកសាងទៅដោយសទ្ធាជ្រះថ្លាអានឹងវាមានអនុស្សាវរីយ៍ច្រើនណានាំឲ្យមានការថែរក្សានឹងល្អប៉ុន្តែបើខឹងមួយបកើតមួយអត់មួយបកើតមួយហ្នឹងអានឹងវាច្រើនតែបានមកខ្យល់អញ្ចឹងទៅដល់អស់អាខ្យល់ហ្នឹងទៅដូចដាច់ខ្យល់អញ្ចឹងទៅជាខ្សោយទៅជាអន់ទៅវិញបាទនឹងអញ្ចឹងពីព្រោះអីពីព្រោះការធ្វើខ្លះហ្នឹងมันមានទស្សនៈវិស័យវែងឆ្ងាយធ្វើតាមចិត្តរំភើបធ្វើតាមអដែងខឹងគ្នាបន្តិចបន្តួចអីអញ្ចឹងនេះមិនមែនជាគំរូល្អទេណាមិនមែនជាគំរូល្អទេណាដូចជាពេលដែល
vì khẩu cao xăm pi toa khné anh chẳng vợ ông ăn miên ao nè nè chén thế rương ao để rương toa khné vợ ông ăn miên ao nè chén để được mày giống như vậy thật tè đầy muối với lư đây tè đầy muối rồi tè tụng trang mà vừa lư nè tại mà tè cho lọt lư để vào hay dùng bay pre non nom tầm đăng tới vợ ông ao bịa thầm muối thật sro sro khné tới vì pro về ọt miên nè na chỉ nè chlu hay trừ về ọt miên này nè miên từ nè ọt chlu tê để trừ nè nhận nhớ miên từ nè ọt tăng chật chlu tê để trừ ôi để tăng chật chlu không miên là nè trừ mùi tê nâng chẳng bạn thay nhận nhôm trôn màu vọt màu ràm nâng cứ trừ tê chỉ mùi nè trừ ban hơi nè nhận nhôm xem xế nhá nè trừ chỉ mùi nè trừ sông sọc màu sông sọc còn màu cà tục nông vọt mày một đá lư nè vậy đào kia chô bạn để chô bạn đâu hả năng màu cà tục hai vô lẽ nè ngày vấn đề xong bay từ nơi nông ti vọt năng miền ca bó chao miền ca rơ cả nè ca mà ca rư cổ rồi hốt đo tự bó chao trao etika nắng có dân bó tử tam sự đây sẽ lánh vấn đề nè na chóp có chóp tử minh chăm bạch ở miền rương vì Việt to tên kia thì nâng chẳng buồn dương tăng chất tham một chua mua chỉ nè thưa co sang vật nó sắp để chọn ở đi chầm ra và mà đăng của vật rương muối rồi bỏ và đây chỉ còn thom ở bà kiều chúng á tam đài nè thọp ở nơi chỉ mùi lột như vậy đôi chỉ nơi vật bột tôm chẳng ấy ca nó vật nó chluộc nia từ đàm sẽ kể chẳng chluộc nia mình tới sớm này sớm mai bị đàm của chluộc đẻ vấn đề sầm khăn nè che đo sai rửa ạt hay sơ tơ lục ta sơ chọn ban sẽ kể nữa hay lục nè cắt cái đấy sơ vào xa tịch chiềng chẳng cắt vào ạt ca đằng lục cắt mà chơi nhận không nè mà cực thà lục chặt mình tên phù lục là bay tây sana cả nó hay phù cài phù dài phù dồi chẳng tới cái lược lục ao chỉ nè cắt cái đấy sầm rách tha chưa tăng on ná oi thưa cha thì cả hay lục đắng em men tha lục đắng thế đắng tha sót để chọn thưa cha thì cảประมาณ on nè ban lục xong ở cả hàng pi song tha chẳng bờ sóng cầm nót oi nhom cả ná chỉ nè riệp chóm anh nóខ្ញុំសុំសិទ្ធនិយាយប៉ុន្តែសួរអីឆ្លើយនឹងកុំនិយាយកាត់សុំសិទ្ធអញ្ចឹងបានជួយបានហើយលោកកាលនោះមិនជាចាស់ជាងគេទេប៉ុន្តែគ្រាន់ថាលោកសុំសិទ្ធតែអញ្ចឹងលោកសួរហ្មងប្រធេរៈទាំងអស់ដែលគង់នៅនឹងឥឡូវខ្ញុំកណាសុំសួរមើលអង្គណាខ្លះចង់ធ្វើចារិកាលោកសួរអញ្ចឹងណាសួរចុចអង្គនេះមើលឌីគុណចង់ធ្វើចារិកាមែនទេមនុស្សទោះចង់ក៏មិនហ៊ានឆ្លើយចូលមុខមនុស្សគ្រប់គ្នាវាកំពុងតតគ្នាដើម្បីចង់ធ្វើចារិកាហើយសួរឌីគុណមើលឌីគុណចង់ធ្វើចារិកាមែនទេកាលណាឮគេថាឌីគុណចង់ធ្វើនឹងសួរបានលោកថាឃើញទេមនុស្សចេះតែនិយាយលោកសិតតែបតីល្អលោកមិនចង់ទៅដើមអីលោកនឹងប៉ុន្តែតាមពិតសិតតែចង់ទេប៉ុន្តែដល់សួរអញ្ចឹងទៅណាតែហ៊ានថាចង់ហ្នឹងហើយដល់អញ្ចឹងទៅបានលោកថាឥឡូវបើសង់កំណត់ឲ្យខ្ញុំហើយអញ្ចឹងខ្ញុំចាប់ឆ្នោតព្រះអង្គគ្រប់អង្គអត់ឲ្យតោះគ្នានេះសរសេរឈ្មោះមកលោកចាប់ឆ្នោតចំអង្គណាយកអង្គនឹងហើយកុំប្រកែកព្រមទេព្រមទាំងអស់គ្នាអញ្ចឹងឈប់តោះគ្នាទៅហ្នឹងមានទៅខាតបងអីណាញាតិញោមហ្នឹងហើយតោះគ្នាវាមិនចេះចម្រើនទេបាទមិនចេះចម្រើនទេហើយណាមួយវាខ្វះសេចក្តីសុខនៅក្នុងសង្គមនឹងផងហើយវាមិនមែនជាធម៌មិនមែនជាវិន័យទៀតហ្នឹងចឹងបានអាត្មាពិចារណាមើលថាក្រោយពេលដែលអាត្មាដើរទៅតាមប្រទេសផ្សេងដូចប្រទេសអ្នកកាន់ពុទ្ធសាសនាដូចជាថៃដូចជាភូមាដូចជាលង្កាគេមានវត្ថុកសាងជាគំរូហើយទៅជាបេតិកភណ្ឌជាតិរបស់គេដោយសារការកសាងរបស់គេនឹងមានទស្សនវិស័យខ្ពស់គេមិនមែនគិតតែសម្រាប់ធ្វើបុណ្យនាពេលបច្ចុប្បន្ននេះទេណាគឺគេគិត
វត្តខ្លះគេគិត1000ឆ្នាំក្រោយដូចជាវត្តមួយនៅស្រុកថៃអញ្ចឹងគឺគម្រោងសាងសង់ហ្នឹងគឺធ្វើអំពីរបស់មួយដែលអាចតាំងនៅអស់រាប់ពាន់ឆ្នាំដោយគេគិតទុកថារបស់ទាំងនេះ1000ឆ្នាំក្រោយផែនដីដុះលុបទៅនឹងអស់ប៉ុន្តែបើបេរាណវិទូគេកោះមើលនឹងឃើញផុសតាងថាព្រះពុទ្ធសាសនាតាំងនៅក្នុងទីនេះអ្នកខ្លះគេគិតថា500ឆ្នាំក្រោយសូម្បីសាសនាយេស៊ូដែលគឺទៅផ្សាយនៅស្រុកខ្មែររាល់ថ្ងៃក៏គេមិនមែនផ្សាយចង់បានញាតិញោមបច្ចុប្បន្ននេះទេគេគិតថា500ឆ្នាំទៀតនឹងយកខ្មែរឲ្យកាន់សាសនាគេឲ្យអស់គេគិតអញ្ចឹងគេមិនមែនគិតឥឡូវហ្នឹងទេគេគិត500ឆ្នាំក្រោយផែនការ500ឆ្នាំញាតិញោមអញ្ចឹងការគិតនេះវែងឬខ្លីវែងហើយខ្លីវែងគេដឹងថាបើប្រមូលចាស់នេះមកកាន់ចាស់នេះមិនសូវមកទេពីព្រោះចាស់នេះវានៅស្រោចមិនសូវជោគទេណាពីព្រោះដិតដាមគោរពស្រឡាញ់ពុទ្ធសាសនាយូរហើយអញ្ចឹងគេតាកតងត្រឹមកូនក៏មិនតន់ជាទិសដៅទៀតពីព្រោះកូនហ្នឹងអាចមកវត្តម្ដងម្កាលដោយម៉ែឪនាំមកអញ្ចឹងគេអត់តន់ចង់បានកូនហ្នឹងទេតែគេមិនចោលគេចង់បានចៅទួតរបស់ញាតិញោមអញ្ចឹងទស្សនៈគេហ្នឹងគេគិត100ឆ្នាំទៀត200ឆ្នាំទៀត500ឆ្នាំទៀតដូច្នេះវិបត្តិតិចតួចនៅក្នុងសាសនាណាក៏មានដែរប៉ុន្តែញាតិញោមមានផ្លែកទេបើវិបត្តិនៅក្នុងពុទ្ធសាសនាវិញតែងតែហែកទ្រូងឲ្យក្អែកចឹកសាសនាណាក៏មានវិបត្តិដែរឲ្យតែមនុស្សមានកិលេសញាតិញោមត្រូវតែតាំងចិត្តអញ្ចឹងថាឲ្យតែមនុស្សមានកិលេសអ្នកណាក៏មានវិបត្តិអ្នកណាក៏ទាស់គ្នាដែរមែនទេហ្នឹងហើយប៉ុន្តែដោយគេគិតថាមិនចង់ឲ្យខូច credit របស់សាសនាគេទោះបីជាគេទាស់គ្នាក៏គេនាំគ្នាសម្រួលគ្នាលាក់គេមិនយកទៅផ្សាយកសែតទេអានឹងដោយសារអីដោយសារគេមិនដើម្បីខ្លួនគេដើម្បីសាសនាគេដើម្បីអនាគតវែងឆ្ងាយតែបើយើងខ្វះទស្សនវិស័យវែងឆ្ងាយយើងចង់តែឈ្នះគ្នានឹងឥឡូវហ្នឹងគឺយើងគិតតែរឿងខ្លួនអញដើម្បីឈ្នះកាលណាអញចាញ់អញមិនសុខចិត្តតែបើមនុស្សគិតទស្សនវិស័យវែងឆ្ងាយអញម្នាក់ឯងចាញ់មិនជាបញ្ហាអីទេកុំឲ្យតែខូចវត្តកុំឲ្យតែខូចព្រះពុទ្ធសាសនានេះឯងជាបេះដូងស្រឡាញ់ពុទ្ធសាសនាពិតប្រាកដយល់ទេហ្នឹងហើយដូចរឿងល្បីនៅអីនៅ Lowell ល្បីទៅដល់ស្រុកខ្មែរខ្លាំងរឿងស្អីនោះមានដឹងទេនិយាយប្រកែដឹងម៉េចហ្នឹងហើយរឿងមនុស្សខុសតែ2នាក់ទេណាញាតិញោមមនុស្សខុសតែ2នាក់ទេជនជាតិចិនជនជាតិយួនគេអត់ដឹងទេប៉ុន្តែអ្នកទៅធ្វើបាតកម្មហ្នឹងគាត់ថាគាត់ខ្មាស់គេណាខ្មាស់ជនជាតិចិនខ្មាស់គុណប៉ុន្តែគាត់ទៅធ្វើបាតកម្មស្រែកហូរពេញតាហ្នឹងហើយសួរថាអ្នកធ្វើឲ្យខូចពុទ្ធសាសនាមិនខ្លួនឯងហ្នឹងហើយប្រវត្តិសាស្ត្រដែលសាសនាណាដែលគេទៅបាតកម្មគ្នាឯងចុះអញ្ចឹងថ្មថាអ្នកធ្វើខុសគឺខុសហើយមែនទេអ្នកធ្វើខុសគឺខុសហើយមិនត្រូវទេប៉ុន្តែគេមិនដឹងសោះធ្វើឲ្យគេដឹងណាអ្នកធ្វើឲ្យគេដឹងដូចសបាយណាស់អញ្ចឹងណាដូចសបាយនឹងឃើញអ្នកធ្វើខុសអញ្ចឹងណាញាតិញោមប្រសិនបើញាតិញោមមានកូនមានចៅមានបងប្អូនឧទាហរណ៍កូនចៅរបស់ញាតិញោមធ្វើខុសញាតិញោមពេញចិត្តនឹងទៅស្រែកប្រាប់គេតាមផ្លូវទេម្ដាយឬក៏កូនរបស់ញាតិញោមអសិលធម៌ជាមួយនរណាម្នាក់ប្រសិនបើយើងមានចិត្តចាត់ទុកថានឹងជាបងជាប្អូនរបស់យើងមិនមែនគ្រប់គ្រងឲ្យធ្វើខុសទេក៏ប៉ុន្តែយើងមិនហ៊ានប្រាប់អ្នកដទៃទេពីព្រោះយើងក៏នៅក្នុងសង្គមនឹងដែរយើងក៏ជាសាច់ឈាមនឹងដែរយើងខ្មាស់គេណាមែនទេយើងខ្មាស់គេណាអញ្ចឹងអ្នកធ្វើបាតកម្មទាំងឡាយបើលឺអាត្មានិយាយហ្នឹងប្រហែលជាជេរអាត្មាដែរក៏មិនដឹងអាត្មាគ្រាន់តែវិនិច្ឆ័យបេះដូងរបស់គាត់ថាបេះដូងរបស់គាត់នឹងមិនបានទុកអ្នកកាន់ពុទ្ធសាសនាជាមួយគ្នានឹងជាបងប្អូនទេយើងមិនមែនជាមេត្តាជាមួយគ្នាតែយើងមានបិតាជាមួយគ្នាគឺព្រះសម្មាសម្ពុទ្ធដូច្នេះរវាងប្រសង់និងក្រហោះនឹងឯងវាដូចជាបងប្អូនទៅហើយអញ្ចឹងបើបងប្អូនធ្វើខុសសប្បាយចិត្តណាស់ឬទៅហែកគេគ្នានោះអ
Chẳng bà sân bà hai kê kia hai mình thả bè đôn nó ọt lành kia thế bọn ôi ta khóc cứ ngọt tròn co và ngọp từ món thế mên mến mên ớt mên mấy nên à nó cứ chỉ một bay này tròn co kia từ món thế ôi ta khóc vấn đề xua thà tham này dây chẳng tham control nè thôi khóc thế mình control thế mình control thế chẳng ban chưa vì này nó ngheព្រះសម្មាសម្ពុទ្ធព្រះអង្គចែកដាច់ពេលព្រឹកព្រះអង្គទៅបណ្ឌបាតណាពេលរសៀលព្រះអង្គសម្ដែងធัวធម្មតាប្រពុទ្ធបរិស័ទជាគាថាជារឿងជាជាដកព្រះអង្គអត់មានយកវិន័យលោកសង្ឃយកមកនិយាយពេលហ្នឹងឯងពីព្រោះនៅពេលដែលសម្ដែងជាមួយនឹងពុទ្ធបរិស័ទហ្នឹងព្រះអង្គសម្ដែងធัวទូទៅជាគាថាជាធัวអប់រំកាយវិចារដល់ទៅពេលប្រលប់ទៅឲ្យអវាទវិខសង្ឃអង្គណាខុសអីអង្គណាខុសអីថ្មងពេលហ្នឹងអញ្ចឹងវិន័យហ្នឹងគឺជាវិន័យផ្ទៃក្នុងព្រះអង្គបានបង្កើតរចនាសម្ព័ន្ធហ្នឹងមានជាស្រេចហ្នឹងចឹងណាហើយពេលអត្រាទៅបានដោះស្រាយបាសនាទេវតាពេលព្រឹកពហិមុននឹងភ្លឺចិត្តភ្លឺហ្នឹងប្រមាលមើលឧបនិស្ស័យសត្វបេះដូងសន្តិភាពបេះដូងអ្នកស្រឡាញ់ពុទ្ធសាសនាមែនទែនយើងអាចមើលដឹងញាតិញោមគឺថាមនុស្សនឹងធ្វើអីមិនដើម្បីខ្លួនឯងទេណាធ្វើអីគឺគិតប្រាថ្នាឲ្យប្រយោជន៍រួមនឹងបានសុខបានចម្រើនណាអាចហ៊ានទទួលខុសត្រូវណានឹងទៅឈ្មោះថាជាអ្នកស្រឡាញ់គោរពព្រះពុទ្ធសាសនាពិតប្រាកដណាបេះដូងអ្នកស្រឡាញ់ពិតប្រាកដនឹងដូចជារាហុលបុត្ររបស់ព្រះសម្មាសម្ពុទ្ធមិនមានមេនះទោះបីសូម្បីតែមិនទាន់បានសម្រេចមគ្គផលណានីមួយក៏ដោយហើយភិក្ខុសង្ឃដទៃនៅក្នុងព្រះពុទ្ធសាសនានឹងឮដំណឹងថារាហុលទោះបីជាកូនបង្កើតរបស់ព្រះអង្គប៉ុន្តែលោកមិនដែលអាងថាលោកជាកូនរបស់ព្រះពុទ្ធលោកមិនដែលអាងចង់ភិក្ខុណាស្ដីបដៅក៏លោកមិនដែលតគោរពប្រតិបត្តិប្រធេរៈហ្នឹងហើយដល់ចឹងទៅមានភិក្ខុ2 3អង្គលោកមកសាកល្បងញាតិញោមនៅនឹងមុខកណ្ដកុដរបស់ព្រះសម្មាសម្ពុទ្ធហ្នឹងនៅពេលដែលព្រះរាហុលដើរកាត់ហ្នឹងមានភិក្ខុមួយអង្គដើរតាមក្រោយទៅលោកបង្រាយសម្រាមហើយភិក្ខុមួយអង្គទៀតដើរពីក្រោយមកទៀតយីណាបង្រាយសម្រាមមុខកុដព្រះសម្មាសម្ពុទ្ធអញ្ចឹងបានភិក្ខុមួយអង្គហ្នឹងអត់ដឹងដែរមិនមែនថាមិនដឹងទេថាខ្ញុំកណាឃើញរាហុលដើរតាមហ្នឹងមិនហ្នឹងអានេះដូចទំនងជាទម្លាក់កំហុសឲ្យអញ្ចឹងណារាហុលលោកអត់បានទម្លាក់ទេលោកអត់បានទម្លាក់សម្រាមនឹងទេប៉ុន្តែគ្រាន់តែមានភិក្ខុសាកសួរអញ្ចឹងភិក្ខុមួយអង្គថាខ្ញុំកណាឃើញរាហុលដើរតាមហ្នឹងលោកអត់ប្រកែកដឹងលោកថាមិនទេលោកថាបើពិតលោកម្ចាស់នេះគឺជាសេចក្តីធ្វេសប្រហែសរបស់ខ្ញុំកណាមិនអីទេចាំខ្ញុំកណាកើបចេញមិនបានប្រកែកថាខ្ញុំដើរមែនតែខ្ញុំកណាមានបាចឯណាមានរយឯណាបើយើងអីខ្ញុំថាអញ្ចឹងឥឡូវមែនទេហ្នឹងហើយប្រកែកញ៉ាញណែកុំនិយាយផ្ដេសផ្ដាសខ្ញុំដើរមែនប៉ុន្តែអត់បានបរិយាទេណាតែលោកមិនចង់បង្ករឿងនេះឯងបេះដូងមនុស្សមិនចង់បង្ករឿងណាញាតិញោមណាហើយក៏មិនចង់ថាខ្លួនឯងនឹងវាត្រឹមត្រូវអីទេលោកថាហើយក៏លោកមិនបានសារភាពថាលោកជាអ្នកបង្រាយដែរបើសារភាពថាលោកជាអ្នកបរិយាវាកុហកបាត់ទៅហើយប៉ុន្តែលោកប្រើពាក្យដ៏សមគួរមួយថាសូមអត់ទោសចោះនេះគឺជាការធ្វេសប្រហែសរបស់ខ្ញុំកណាដែលមិនបានមើលមិនអីទេចាំខ្ញុំកណាកាប់ចេញលោកពិសោធន៍3 ដងរាហុលនៅតែប្រើពាក្យដដែលទើបរាហុលកាន់តែល្បីណាកាន់តែល្បីភិក្ខុប្រមាណអង្គនឹងឯងដើរផ្សាយយីហោឲ្យព្រះរាហុលថារាហុលល្អមែនហ្នឹងចឹងហើយបើសិនតែប្រកាសញ៉ាញគឺគ្មានពីណាទៅផ្សាយយីហោឲ្យទេណាវាមនុស្សធម្មតាព្រោះគិតធម្មតាមនុស្សដ៏អស្ចារ្យគឺមនុស្សដែលគិតខុសពីធម្មតាដោយពាក្យមួយគេនិយាយថាបើអ្នកចង់បានលទ្ធផលប្លែកអ្នកត្រូវតែធ្វើអ្វីឲ្យប្លែកជាងធម្មតាតែបើអ្នកធ្វើដដែលធម្មតាអ្នកនៅតែធម្មតាហ្នឹងហើយព្រះសម្មាសម្ពុទ្ធក៏សម្ដែងចឹងដែរតថាគតមិនសរសើរនៅកុសលធម៌ដដែល
កុសលធម៌ដដែលនឹងគឺធ្វើតាមចិត្តចង់ក៏ធ្វើទៅមិនចង់ក៏មិនធ្វើទៅហើយការធ្វើនឹងប្រាថ្នានៅរបស់ដដែលមិនមានចម្រើនការចេះដឹងនៅក្នុងការធ្វើកុសលនឹងដើម្បីអីនឹងគឺថាអត់បានចម្រើនការចេះដឹងឲ្យជាងនឹងម្សិលមិញធ្វើប៉ុណ្ណឹងថ្ងៃនឹងធ្វើប៉ុណ្ណឹងថ្ងៃស្អែកទៀតធ្វើនៅតែប៉ុណ្ណឹងសួរនៅតែអត់ដឹងអានឹងមានន័យថាកុសលដដែលនឹងមិនមានការរីកចម្រើនទេញាតិញោមពុទ្ធបរិស័ទទាំងឡាយពាក្យថាមនុស្សល្អឲ្យតែបុថុជនគ្មានពីណាល្អឥតខ្ចោះទេប៉ុន្តែយើងអាចចាត់ទុកថាជាមនុស្សល្អបានគឺមនុស្សដែលអាចស្ដាប់អាចឆ្លើយអាចសួរអាចកែខ្លួននៅពេលដែលមានគេប្រាប់ប៉ុណ្ណឹងចាត់ទុកថាជាមនុស្សល្អហើយយើងមិនអាចរើសមនុស្សដែលល្អឥតខ្ចោះតែមកបានទេអាចរើសបានទេមនុស្សល្អឥតខ្ចោះមនុស្សយើងសិតតែគាត់នឹងល្អដែរតែល្អដែរតែរហូតមែនទេសិតតែល្អដែរតែរហូតគាត់នឹងគាត់អត់អីប៉ុនទាស់តែមាត់នឹងយ៉ាប់តែមកវាទាស់អញ្ចឹងគាត់នឹងល្អនិយាយដែរល្អហើយនិយាយប៉ុនតែនោះអំពើគាត់នោះវាសិតតែរឿងតែទាំងអស់ហ្នឹងហើយប្រសិនបើយើងរួមមនុស្សដែលអត់តែគឺគ្មានទេហ្នឹងហើយសំបីតែអ្នកសំដែងធัวសំបីតែព្រះសម្មាសម្ពុទ្ធទៅទៀតក៏ដែរក៏នៅតែមានពាក្យតែដែរតែហ្នឹងគេអ្នកថាទេណាអ្នកដែលមិនពេញចិត្តហ្នឹងអ្នកថាបងហើយញាតិញោមពុទ្ធបរិស័ទប្រធេរានុធេរៈគ្រប់ព្រះអង្គទៅរឿងអីក៏ដោយដែលគេថាមិនចាំបាច់យើងធ្វើខុសទេរឿងដែលគេថាមិនចាំបាច់យើងធ្វើខុសទេធ្វើត្រូវក៏ដោយឲ្យតែគេមិនពេញចិត្តគេថាហើយមែនឬមែនហ្នឹងហើយរឿងដែលគេស្អប់យើងមិនចាំបាច់យើងធ្វើខុសទេមិនចាំបាច់យើងធ្វើខុសទេរឿងធ្វើល្អក៏គេថាហើយរឿងដែលគេស្រឡាញ់យើងវិញមិនចាំបាច់ដល់យើងធ្វើល្អទេធ្វើអាក្រក់ក៏ដោយឲ្យតែពេញចិត្តគេស្រឡាញ់ហើយបើមិនចឹងមិនមែនលោកមេចៅមានប្រពន្ធកើតទេមែនអត់នឹងមេចៅខ្លះងាប់ទៅគេយំណាខ្លះយំប្រពន្ធគាត់ម៉ែគាត់កូនគាត់ស្រឡាញ់គាត់មកកកោកនឹងឲ្យយើងនេះបន់ឲ្យគាត់ងាប់មែនទេមានមនុស្សដែលច្រើនបន់ឲ្យគាត់រស់ហ្នឹងហើយអញ្ចឹងឲ្យតែគេចង់និយាយតែមិនពេញចិត្តគេនិយាយហើយប៉ុន្តែការសិក្សាប្រតិបត្តិនៅក្នុងព្រះពុទ្ធសាសនាមិនមែនរៀនដើម្បីហាមឃាត់មាត់អ្នកដទៃទេតាមពិតរៀនដើម្បីទទួលស្គាល់ការពិតរៀនបិទភ្នែកទៅជាច្រមុះអណ្ដាតកាយចិត្តបិទទ្វារនេះឯងហ្នឹងហើយយើងមិនអាចធ្វើឲ្យដីនេះរៀបស្មើស្មូសល្អទៅដើរទៅបានទេដើរកាត់ព្រៃក៏ដោយបើអាឡ័យទៅកាប់ព្រៃធ្វើផ្លូវឲ្យបានសិនចាំដើរមិនងាយដើរទៅមុខរួចទេតែយើងត្រួសត្រៃល្មមតែយើងដើរបានពាក់ស្បែកជើងល្មមដែលអាចមិនមុតបលាយើងអាចដើរបានហើយនៅក្នុងខ្សែជីវិតយើងនឹងគឺអញ្ចឹងបងមានសុខមានទុក្ខមានពេញចិត្តមានគប់មានទាស់ធម្មតានឹងចឹងតែរឿងដែលញាតិញោមអាចដើរដោយមិនទើសគឺដើរតាមផ្លូវចិត្តរបស់យើងតាមអរិយមគ្គប្រកបដោយអង្គ8ប្រការបាទនៅក្នុងទីណានៅក្នុងកន្លែងណាវាជារឿងកន្លែងប៉ុន្តែការវឹកហាត់មែនទែនគឺនៅក្នុងផ្លូវចិត្តដ៏មានជំរឿរបស់យើងម្នាក់មាននរណាម្នាក់ដែលហៅថាអត់ផ្លូវដើរទេហ្នឹងហើយមានតែការប្រកាន់ប៉ុណ្ណោះរកផ្លូវចូលវត្តមិនឃើញអ្នកខ្លះចូលវត្តមិនរួចទេណាញាតិញោមជឿទេហ្នឹងហើយចូលវត្តមិនរួចហ្នឹងអញធុញតាហ្នឹងអញធុញលោកហ្នឹងអញជ្រះថ្លាដែរប៉ុន្តែអញធុញលោកហ្នឹងនេះញាតិញោមធ្វើឲ្យគេប្រហារកុសលរបស់យើងបានហើយសូម្បីតែរឿងប្តីប្រពន្ធក៏ដោយនិយាយប្តីប្រពន្ធទៀតហ្នឹងហើយប្រសិនបើមនុស្សអ្នកជួបគ្នាហ្នឹងណាមិនភ្លេចគ្រាដើមទេពិតជាមិនបំភ្លេចគ្នាពិតជាមិនទាស់គ្នាពិតជាមិនជេរបចោគ្នាទេប៉ុន្តែវាភ្លេចអាគ្រាដំបងដែលថានាងនឹងហើយជាទីស្រឡាញ់បងនឹងហើយជាទីស្រឡាញ់ប៉ុន្តែដល់ទៅនៅជាមួយគ្នាយូរជូរប្អូនប្រៃពេញក្នុងឯងហើយវាឃើញតែកន្លែងខុសហ្នឹងឯងយកតែកន្លែងខុសហ្នឹងយកមកដាក់ពីមុខភ្លេចអារឿងកំសត់ពីមុនអស់ទៅណា
វាភ្លេចគ្រាដើមអញ្ចឹងដូចព្រះសម្មាសម្ពុទ្ធផ្ដាំភិក្ខុទាំងឡាយថាមនាលភិក្ខុទាំងឡាយអ្នកទាំងឡាយមកដោយបំណងណាមកដោយប្រយោជន៍ណាចូលអ្នកទាំងឡាយបំពេញនៅប្រយោជន៍នោះឲ្យបានសម្រេចដោយសេចក្តីមិនប្រមាទចុះនេះគឺការដាស់តឿនសារឡើងវិញថាការដែលមកដំបូងតាំងចិត្តថាម៉េចអញ្ចឹងណាតាំងចិត្តថាម៉េចអ្នកបួសតាំងចិត្តថាការដែលចូលមកកាន់សាសនាព្រហ្មចរិយធម៌នេះគឺដើម្បីធ្វើឲ្យឲ្យដល់នៅទីបំផុតនៃសេចក្តីទុក្ខសព្វទុក្ខនិសរណនិព្វានអ្នកសច្ចៈករណថាយៈណាសន្យាជាមួយឧបជាអញ្ចឹងព្រះអង្គរំលឹកសារឡើងវិញថាអ្នកមកដោយប្រយោជន៍ណាអ្នកចូលបំពេញនៅប្រយោជន៍នោះឲ្យបានសម្រេចដោយសេចក្តីមិនប្រមាទកុំធ្វេសប្រហែសកុំភ្លេចបំណងដើមរបស់អ្នកណាមនុស្សច្រើនតែបរាជ័យពីព្រោះភ្លេចគោលដៅដើមយល់ទេញាតិញោមយល់ទេដល់យើងចូលវត្តដំបូងហ្នឹងដែលតាំងចិត្តថាមកឆ្លោះគ្នាទេអូខ្ញុំជ្រះថ្លាមកដំបូងថ្វាយអង្គមលោករៀងខ្លាចផងចង់ហ៊ានមើលមុខលោកផងប៉ុន្តែយូរទៅហេងសួរជេរលោកផងមកពីអីមកអំពីវាភ្លេចបំណងដើមវាភ្លេចពេលដើមណាភ្លេចកាលដើមគ្រាដើមនឹងអញ្ចឹងហើយមនុស្សដែលភ្លេចអញ្ចឹងអាត្មាឲ្យឈ្មោះមួយហៅថាមនុស្សកង្កែបហ្នឹងដំបូងឡើយទៅសុំជ្រោកជាមួយក្តាមពេលទៅស្ងាត់ទេទៅស្ងាត់ទៅមាត់បន្តិចមិនហ៊ានផងហ្នឹងទៅនៅជាមួយក្តាមហើយដុលទៅនៅក្រោមពោះក្តាមទៅទៀតកង្កែបស្គាល់កង្កែបទេអង់គ្លេសគេហៅថា frog ហ្នឹងfrog ហ្នឹងមានអីដំបូងអត់អីទេការដែលអត់ឃ្លានអីប៉ុន្តែដល់ទៅពេលភ្លៀងធ្លាក់តិចស្រាប់តែភ្លេចខ្លួនហ្មងរលាស់ខ្លួនភិលឡើងទៅលើក្បែរមាត់រួនហ្នឹងអោកហើយមនុស្សលឺទៅណាគេទៅរងកែបមនុស្សចិត្តទៅដល់លោតចូលរុនផ្លុកដល់រត់ចូលរុនផ្លុកគេខ្វះអង្កែបប៉ុន្តែពិតគ្រោះថ្នាក់ក្តាមមុនពួកក្តាមនៅពីលើណានេះជាការសម្ដែងថាមនុស្សខ្លះនឹងចូលទៅកន្លែងណាមិនចេះរក្សាសុខឲ្យម្ចាស់ទីកន្លែងទេនាំបញ្ហាទៅឲ្យអញ្ចឹងណានាំបញ្ហាទៅឲ្យកើតរឿងកើតរ៉ាវដោយសារតែយើងចូលទៅអត់ចេះថែរក្សាទីកន្លែងបងណាសូមឲ្យញាតិញោមនឹងជាមនុស្សស័ក្តិមនុស្សសោកុំឲ្យជាមនុស្សកង្កែបណាមនុស្សកង្កែបនឹងមានរឿងច្រើនណាស់មនុស្សកង្កែបឧបមាមួយយ៉ាងទៀតនៅចិត្តផ្កាឈូកអត់ដឹងរសផ្កាឈូកទេកឡង់គេនៅឯណានោះគេហៅមកម្ដងគេមកក្រេបលំអងផ្កាឈូកយ៉ាងណាមិញអ្នកខ្លះនៅវត្តហ្នឹងអត់មានចេះធួយទេអត់ស្ដាប់ធួទេណានិយាយវត្តខ្លះអត់ស្ដាប់ទេណាហ្នឹងហើយញាតិញោមខ្លះនៅឆ្ងាយមកស្ដាប់ធួគេចេះគេដឹងដល់គាត់នៅចិត្តវត្តយូរទៅដូចស្គាល់ចិត្តព្រះសួរទៅគាត់ចាំតាចានមានប្រមាណឆ្នាំងមានប្រមាណអត់បានស្ដាប់ធัวស្ដាប់អីអញ្ចឹងរឿងនេះមិនមែនបន្ទោសអីទេព្រោះជួនកាលគាត់លំបាកមែនយ៉ាប់មែនប៉ុន្តែកុំលំបាករហូតដល់យើងភ្លេចថាយើងមករៀនធัวយើងមកស្ដាប់ធัวប្រយោជន៍នៃការសាងវត្តគឺដើម្បីបានជំរកប្រយោជន៍ដែលបានអំពីជំរកគឺអង្គុយស្ដាប់ធัวនេះឯងការសិក្សាព្រះធัวការយល់ដឹងអំពីឱវាទរបស់ព្រះសម្មាសម្ពុទ្ធញាតិញោមត្រូវដឹងថាមិនចាំបាច់ដល់ការរួចចាកផុតទុក្ខទេគ្រាន់តែយើងចង់ដឹងគុណតម្លៃនៃព្រះពុទ្ធសាសនាបើមិនយល់ដឹងនៅឱវាទរបស់ព្រះអង្គទេមានន័យថាមិនបានទទួលអ្វីអំពីព្រះសម្មាសម្ពុទ្ធទេឧទាហរណ៍ងាយដើម្បីដឹងគុណតម្លៃនៃអ្នកប្រាជ្ញម្នាក់មនុស្សល្ងងមិនអាចស្គាល់គុណតម្លៃអ្នកប្រាជ្ញទេអញ្ចឹងហើយបានជាសម័យប៉ុលពតគេប្រើមនុស្សល្ងងឲ្យសម្លាប់អ្នកប្រាជ្ញញញោមដឹងដែរបើមិនដឹងដូចជាចាញ់អាត្មាពេកហ្នឹងហើយគេមិនអាចប្រើមនុស្សចេះឲ្យសម្លាប់មនុស្សចេះបានទេងាយបំផុតគឺប្រើមនុស្សល្ងងឲ្យសម្លាប់មនុស្សចេះពីព្រោះអ្វីពីព្រោះមនុស្សល្ងងមិនស្គាល់អ្វីទៅជាតម្លៃរបស់មនុស្សចេះទេថាតែខ្មាំងមួយម៉ាត់ចប់មែនទេនឹងប្រើមនុស្សឲ្យសម្លាប់ឪពុកម្ដាយ
ខ្មាំងអញ្ចឹងមនុស្សនឹងចេះដឹងទេអ្នកសម្លាប់នោះមិនចេះទេមេកងនៅស្រុកអាត្មាតាមញោមនិយាយសិតតែមនុស្សអត់ចេះអសរហ្នឹងគឺគេប្រើមនុស្សល្ងងឲ្យសម្លាប់ងាយជាទីបំផុតសួរថាឲ្យស្ដាយសំណោះស្ដាយអីបើវាមិនដឹងចេះមិនផងយ៉ាងណាមិញពុទ្ធបរិស័ទយើងណាអាត្មាប្រៀបធៀបចឹងថាបើមិនចេះនៅឱវាទរបស់ព្រះសម្មាសម្ពុទ្ធទេមិនដឹងគុណតម្លៃនៃព្រះសម្មាសម្ពុទ្ធពិតប្រាកដទេព្រោះហេតុដូច្នោះទៅព្រះសម្មាសម្ពុទ្ធសម្ដែងថាយោមង្បសតិសោធម្មមង្បសតិអ្នកណាឃើញតថាគតអ្នកនោះទល់តែឃើញធម៌ប្រសិនបើមិនឃើញធម៌ថាជាអ្វីអ្នកមិនស្គាល់តថាគតអ្នកក៏មិនឃើញដំណើររបស់តថាគតដែរឧទាហរណ៍ដូចជាលោកអេនស្តែនហ្នឹងញាតិញោមដឹងដែរអ្នកប្រាជ្ញខាងវិទ្យាសាស្ត្រក្នុងសតវត្សទី20គាត់រកឃើញនៅប្រភពបរមាណូមុនគេអញ្ចឹងប្រសិនបើគាត់រកឃើញហើយយកគាត់ទៅដាក់នៅកណ្ដាលមនុស្សល្ងងដែលអត់មានរៀនសូត្រចេះដឹងអីសោះសួរថាតើគេលើកគុណតម្លៃគាត់ទេប៉ុន្តែប្រសិនបើគាត់រស់នៅក្នុងប្រទេសមួយដែលវិទ្យាសាស្ត្ររីកចម្រើនពិតជាអ្នកវិទ្យាសាស្ត្រលើកគុណតម្លៃរបស់គាត់ពីព្រោះគេបានយករូបមន្តរបស់គាត់យកមកប្រើមែនទេនឹងទៅគេឲ្យគុណតម្លៃថាគាត់ពិតជាអ្នកប្រាជ្ញមែនប៉ុន្តែឲ្យគាត់ទៅនៅជាមួយមនុស្សល្ងងដែលអត់ចេះអក្សរគេថាគាត់អ្នកប្រាជ្ញទេគេថាគាត់អ្នកប្រាជ្ញទេនិយាយស្រួលគេវាយបែកមាត់ទេនិយាយស្ដាប់មិនបាននឹងនិយាយស្អីណាសិតតែស្អីបោកស្អីចេញទៅស្អីគ្នាដឹងអីគ្នាអញ្ចឹងបានគេនិយាយអំពីនគរខ្វាក់មនុស្សម្នាក់ទៅដល់នគរមួយសិតតែមនុស្សខ្វាក់ហើយស្រាប់តែត្រេកអរអូអញបានធ្វើស្ដេចព្រោះមនុស្សសិតតែខ្វាក់ហើយដល់គាត់និយាយថាអូផ្កានេះពណ៌ល្អពណ៌ក្រហមពណ៌ខៀវអ្នកខ្វាក់គ្នាចេះស្ដាប់ទេដល់និយាយយូរអ្នកខ្វាក់នាំគ្នាវាយងាប់អាគាត់នេះមិននិយាយថាមានពណ៌ក្រហមពណ៌សពណ៌ខ្មៅមកជីវិតអញឃើញតែខ្មៅរហូតវាថាមានពណ៌ក្រហមអញ្ចឹងប្រសិនបើអ្នកស្ដាប់មិនឃើញតាមអ្នកនិយាយទេអ្នកស្ដាប់ក៏មិនយល់គុណតម្លៃនៃអ្នកនិយាយដែរដូចគ្នានេះដែរពុទ្ធបរិស័ទដែលគោរពធម៌អាគោរពបានថ្វាយខ្លួនជាសិស្សរបស់ព្រះសម្មាសម្ពុទ្ធប្រសិនបើមិនយល់នៅអ្វីដែលព្រះសម្មាសម្ពុទ្ធបង្រៀនក៏មិនដឹងគុណតម្លៃព្រះពុទ្ធនឹងថ្លៃប៉ុណ្ណាដែរប្រកាសជាទុកព្រះពុទ្ធប្រហែលនឹងអ្នកតាមួយអង្គតែប៉ុណ្ណោះមានញោមម្នាក់គាត់យកហង្ស័កយកទៅថ្វាយព្រះពុទ្ធរូបនៅវត្តអាត្មាហ្នឹងហើយគាត់មកថ្វាយអង្គមអាត្មាសួរញោមមានការអីកណាជ្រះថ្លានឹងព្រះអង្គមនីរតយកហង្ស័កមកប្រគេនព្រះអង្គមីគ្រាន់បើហើយញោមយល់ដូចម្ដេចឃើញដូចម្ដេចដែរដែលចេះជ្រះថ្លាយកហង្ស័កមកប្រគេនព្រះអង្គអញ្ចឹងខែមុនកូនស្រីកណាសម្ភាសទៅអាមេរិកកណាបន់ថាបើកូនបានជាប់នឹងថ្វាយហង្ស័កមួយដល់ព្រះអង្គមនីរតឥឡូវជាប់ហើយឥឡូវមកលាមាត់លាកនេះទុកគុណតម្លៃព្រះពុទ្ធស្មើនឹងអ្នកតាទេណាយល់ទេទុកគុណតម្លៃព្រះអង្គស្មើនឹងអ្នកតាទេណាអត់មានលើសអីពីអ្នកតាទេឥឡូវកាលនឹងអាត្មាអាណិតព្រះអង្គអាត្មាណាហេតុអីបានជាព្រះអង្គខ្លាយជាអ្នកស៊ីឈ្នួលព្រះអង្គអាត្មាធ្វើអាត្មាមិនមែនឲ្យខ្លាយជាអ្នកស៊ីឈ្នួលទេណាហ្នឹងហើយប្រសិនបើយើងយល់នៅឱវាទរបស់ព្រះសម្មាសម្ពុទ្ធយើងមិនអាចប្រៀបជាមួយអ្នកតាយើងមិនអាចប្រៀបសូម្បីជាទេវតាមាព្រហ្មណាក៏មិនអាចប្រៀបព្រះអង្គបានឡើយណាព្រះអង្គគឺជាគ្រូនៃទេវតានិងមនុស្សទាំងឡាយតែបើមិនយល់នៅឱវាទដែលព្រះអង្គសម្ដែងទេលើកចិត្តឲ្យហួសពីនឹងវាអត់បាននឹកឃើញព្រះអង្គចង់ទៅសុំនេះសុំនោះប្រហែលទៅជួបអ្នកតាមែនឬមែនណាហើយមិនមែនអាត្មាថាចុះមិនមែនមកដល់អាមេរិកទេអស់ឆោតទេណាមានអ្នកអាមេរិកខ្លះឆោតជាងអាត្មានោះទេណាមែនទេប៉ុន្តែឆោតក៏ដោយចុះឲ្យតែបានដឹងតែខ្លួនឆោតចេះហើយប៉ុន្តែយ៉ាប់តែឆោតឯងអត់ដឹងឆោតប្រាប់ឲ្យខឹងទៀតណាព្រះសម្មាសម្ពុទ្ធប្រាប់អញ្ចឹងថាបុគ្គលល្ងងដឹងខ្លួនថាល្ងងគឺកំពុងតែคลายបានបណ្ឌិតបានខ្លះហើយ
តែបុគ្គលណាលងងពិតតែសម្គាល់ខ្លួនឯងថាបណ្ឌិតអានឹងទៅលងងមែនចឹងណាចឹងណាលងងចោះមាននរណាកើតមកចេះទេប៉ុន្តែឲ្យបានដឹងថាខ្លួនឯងលងងឲ្យតែបានដឹងថាលងងយើងដាក់ចិត្តស្ដាប់គេខ្លះហើយប៉ុន្តែញាតិញោមខ្លះដឹងមិនទេអាត្មាប្រាប់ពីការពិតទៅគាត់ថាណែកុំចេះកណាចេះដាក់បាតតាំងពីលោកឯងមិនតាន់កើតម៉េះណាអញ្ចឹងហើយគាត់មានដឹងថាខ្លួនលងងអីយើងអាចប្រាប់គាត់បានទេប្រាប់មិនបានទេប្រាប់មិនបានទេវាធម្មតាទេមានអ្នកធัวនឹងសូម្បីព្រះសម្មាសម្ពុទ្ធទៅតែត្រាស់ចង់ទៅប្រោះពពួកញាតិសិតតែអត់ថ្វាយអង្គមព្រះអង្គទេណាព្រោះក្មេងអីចេះអញ្ចោះនឹងចឹងបានវាជាការធម្មតាទេអាត្មារាល់ថ្ងៃហ្នឹងវាតោះតែនៅក្មេងពេកនឹងឯងណាបាននិយាយទៅស្ដីគេវាមិនតាន់សមប្រមាណទេថ្ងៃមួយអាត្មាកំពុងតែស្វាត់ជាធัวនៅក្រោមកុដស្លឹកមួយហើយកំពុងជំនុំគ្នាជាមួយវិខសាមណេរ